អាឡូជំរាបសួរបងចាបងខាងបរិយាកាសនឹងមែនបងបាទជំរាបសួរបងខ្ញុំខាងបរិយាកាសភ្នំពេញបងមានចង្អុលអីបន្ថែមអាចសាកសួរខ្ញុំបានដោយសារតែខ្ញុំអស់ឃើញនៅក្នុង Facebook page ក៏ហើយខ្ញុំចង់សួរព័ត៌មានបន្ថែមតាក់ទងទៅផ្ទះអាជីវកម្ម C និង D បងចង់ដឹងថាផ្ទះពីរហ្នឹងខុសគ្នាមិនដែរសម្រាប់ផ្ទះអាជីវកម្ម CD បើយើងនិយាយពីរូបរាងផ្ទះគឺវាដូចគ្នាអ្វីដែលខុសគ្នាទៅលើទំហំផ្ទះនិងទំហំដីហើយនិងរចនាបថផ្នែកខាងក្នុងខ្លះៗផ្ទះអាជីវកម្ម C ទំហំដី 4.2 x 19.5 ម៉ែត្រវែងជាងផ្ទះអាជីវកម្ម D 1.5 ម៉ែត្រហើយទំហំផ្ទះ 4.2 x 12 ម៉ែត្រវែងជាងផ្ទះអាជីវកម្ម D 1 ម៉ែត្រកម្ពស់3ជាន់មានវាលលំហលើអាកាសដូចគ្នាមាន3បន្ទប់គេងនិង4បន្ទប់ទឹកចំណែកផ្ទះអាជីវកម្ម D វិញមាន3បន្ទប់គេងដែរប៉ុន្តែមានតែ3បន្ទប់ទឹកទេនៅសល់ខាងមុខផ្ទះ5ម៉ែត្រដូចគ្នាសល់ខាងក្រោយ 2.5 ម៉ែត្រសម្រាប់សំណង់សង់ឲ្យ 100% បងទិញភ្លាមអាចជួលនៅបានភ្លាមសំខាន់មានម្ចាស់ផ្ទះដែលគាត់ទិញរួចរាល់នៅទីនេះគាត់បើកជាអាជីវកម្មបណ្ដាដូច្នេះបងអាចចេញមកមើលផ្ទាល់បានអូខេបងអញ្ចឹងចាំបងជួយផ្ញើ location មកខ្ញុំផងណាជាមួយខ្ញុំទៅមើលថ្ងៃហ្នឹងហ្មងបាទបងអញ្ចឹងបងនឹងផ្ញើទីតាំងជូនបងទៅតាម Telegram អរគុណច្រើនបងមានបំណងចង់បើកអាជីវកម្មផ្ទាល់ខ្លួននិងទិញផ្ទះដែលមានទំនុកចិត្តផ្ទះអាជីវកម្ម C និង D នៃបរិយាកាសភ្នំពេញជាជម្រើសដ៏ល្អបំផុតសម្រាប់លោកអ្នកមានកម្ពស់3ជាន់និងបន្ទប់គេងច្រើនផ្លូវមុខផ្ទះ8ម៉ែត្រធំទូលាយដែលផ្ដល់ភាពងាយស្រួលដល់ការរស់នៅនិងធ្វើអាជីវកម្មសម្រាប់ព័ត៌មានលម្អិតបន្ថែមលោកអ្នកអាចឆាតចូលក្នុង Page ឬក៏អញ្ជើញមកកាន់ការិយាល័យលក់ដែលមានទីតាំងនៅក្នុងបរិយាកាសជាប់ផ្លូវជាតិលេខ3ទល់មុខសាលាបញ្ញាសាស្ត្រអន្តរជាតិផ្ទាល់តែម្ដងសូមអរគុណ